សូមស្វាគមន៍មកកាន់ចន្ទរា Academy លំហាត់ថ្ងៃនេះនិយាយអំពីការបដូរប្រភេទជាតួសភាគហើយត្រឡប់មកវិញអញ្ចឹងដំបូងយើងមាន4ភាគ5ដើម្បីបដូរ4ភាគ5ទៅជាតួសភាគនេះយើងត្រូវយក4មកចែកនឹង5 4ចែកនឹង5អត់កើតទេត្រូវធ្វើម៉េចយើងត្រូវថែម0ចុចហើយ4នេះឡើង40 8ស្មើនឹង5 40ស្មើ5 8ដងអញ្ចឹងលំហាត់ទី1នេះគឺស្មើនឹង 0.8 ចូល1ភាគ4 1ភាគ4បដូរទៅជាប្រភេទយើងបាន5ភាគ4 5ចែកនឹង4យ៉ាងដូចម្ដេចចែកកើតយើងដាក់បានម្ដងដក4ចេញទៅនៅសល់1ដើម្បីចែកតយើងថែម0ហើយកាត់ក្បៀស10យើងបាន4 2ដង8នៅសល់2ហើយយើងថែម0ចែកត20យើងបាន4 5ដងសំណល់គឺអស់ចម្លើយគឺ 1.25 ចូលបើ 0.8 យើងសរសេរទៅជាប្រភេទយ៉ាងម៉េចដែរ 0.8 នេះវាជាតួសភាគមួយខ្ទង់អញ្ចឹងស្មើនឹងប្រមាណលើ10គឺស្មើនឹង8លើ10 8និង10ចែកនឹង2បាននៅសល់4ភាគ5អញ្ចឹងនៅត្រង់នេះយើងបំពេញគឺ4ភាគ5ចុះ 0.75 មានតួសភាគ2ខ្ទង់ដែរ 0.75 ដោយសារវាតួសភាគ2ខ្ទង់ភាគបែងវាមិនមែន10ទេគឺភាគបែង100គឺស្មើនឹង75លើ100កតុយ5អញ្ចឹងយើងយក75មកចែកនឹង5គឺស្មើនឹង15 100សម្រួលនឹង5គឺស្មើនឹង20ហើយវានៅតែអាចសម្រួលនឹង5 15សម្រួល5នៅសល់3ចំណែក20គឺនៅសល់4ចម្លើយដែលយើងនឹងបំពេញក្នុងប្រអប់នេះគឺស្មើនឹង3ភាគ4ហើយលោកគ្រូមានកិច្ចការផ្ទះសម្រាប់បងប្អូនធ្វើទាំងអស់គ្នា